តាអ្នកធ្លាប់អរគុណខ្លួនឯងទេអរគុណចំពោះមនុស្សម្នាក់ដែលនៅតែតស៊ូទោះបីជាគ្មាននរណាម្នាក់មើលឃើញក៏ដោយថ្ងៃនេះខ្ញុំចង់និយាយពាក្យមួយទៅកាន់មនុស្សម្នាក់មនុស្សដែលនៅជាមួយខ្ញុំគ្រប់ពេលវេលាមនុស្សដែលមិនបោះបង់ខ្ញុំចោលម្នាក់នោះគឺខ្លួនឯងអរគុណខ្លួនឯងដែលបានអត់ធ្មត់ឆ្លងកាត់ថ្ងៃដ៏លំបាកជាច្រើនអរគុណដែលមិនចោះចាញ់ទោះបីជាមានពេលខ្លះចង់បោះបង់អ្វីៗទាំងអស់ក៏ដោយអរគុណដែលនៅតែព្យាយាមទោះបីជាគ្មានអ្នកណាមើលឃើញការខិតខំប្រឹងប្រែងនោះក៏ដោយអរគុណដែលនៅតែញញឹមទោះបីជាបេះដូងពោពេញទៅដោយការឈឺចាប់អរគុណដែលបានរៀនពីកំហុសអរគុណដែលបានក្រោកឈរឡើងវិញរាល់ពេលដែលដួលជីវិតមិនងាយស្រួលនោះទេប៉ុន្តែអ្នកបានដើរមកដល់ចំណុចនេះហើយអ្នកបានឆ្លងកាត់រឿងជាច្រើនដែលអ្នកធ្លាប់គិតថាអ្នកមិនអាចឆ្លងកាត់បាននោះទេថ្ងៃនេះប្រសិនបើគ្មានអ្នកណាសរសើរអ្នកសូមអនុញ្ញាតឲ្យខ្ញុំជាអ្នកសរសើរអ្នកពិតជាពូកែមែនអ្នកពិតជារឹងមាំជាងអ្នកដែលធ្លាប់គិតហើយអ្នកសមនឹងទទួលបានសុភមង្គលសមនឹងទទួលបានភាពជោគជ័យនិងសេចក្តីស្រឡាញ់ដ៏ល្អបំផុតចុងក្រោយនេះខ្ញុំគ្រាន់តែចង់និយាយថាអរគុណខ្លួនឯងដែលមិនបោះបង់ក្តីស្រមៃអរគុណខ្លួនឯងដែលនៅតែបន្តដំណើរមកដល់ថ្ងៃនេះកុំភ្លេចអរគុណខ្លួនឯងព្រោះអ្នកគឺជាវីរបុរសដែលបានឆ្លងកាត់រឿងជាច្រើនមកដល់ថ្ងៃនេះ